ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះយើងមកតាមដានរឿង One Piece បន្តទៀតការវគ្គមុនក្រុមរបស់ Luffy បានទៅដល់ទីក្រុង Locktown ដើម្បីទិញសម្ភារៈប្រើប្រាស់និងស្បៀងអាហារបន្ថែមទៀតមុននឹងពួកគេចេញដំណើរទៅ Grand Line ហើយវគ្គនេះយើងចាប់ផ្ដើមពីសានជីដែលពេលនេះគាត់បានដើរទៅដល់ផ្សារត្រីក្នុងនាមជាចុងភៅគ្មានអីតាក់ចិត្តសានជីជាងគ្រឿងផ្សំសម្រាប់ធ្វើម្ហូបទេនៅពេលនោះមានគេចាប់បានត្រីដំរីកម្រមួយប្រភេទយកទៅកាន់ទីនោះហើយគ្រាន់តែឃើញត្រីនោះភ្លាមសានជីសុំទិញផ្លែតែអ្នកលក់គេអត់លក់ឲ្យទេព្រោះគេទុកវាធ្វើជារង្វាន់ធំក្នុងការប្រកួតប្រជែងធ្វើម្ហូបដែលចាប់ផ្ដើមនៅល្ងាចនេះចៃដន្យរឿងធ្វើម្ហូបហ្នឹងក៏ជាជំនាញរបស់សានជីដែរអញ្ចឹងគាត់ក៏ចូលរួមប្រឡងជាមួយគេមុនពេលការប្រឡងចាប់ផ្ដើមអ៊ូសាប់និងណាមីក៏បានធ្វើដំណើរទៅដល់ទីនោះហើយអ៊ូសាប់បានស្រែកហៅសានជីពីចម្ងាយនៅពេលនោះសានជីសប្បាយចិត្តណាស់ពេលឃើញណាមីទៅជួយលើកទឹកចិត្តគាត់អញ្ចឹងហើយក្រោយមកទើបសានជីចាប់អារម្មណ៍អ៊ូសាប់តាមក្រោយរួចមកពីកាប្រូយីធ្វើមើលឃើញអាបកាច់មិនយើងស្រែកហៅឯងណាព្រឹត្តិការណ៍ក្នុងការប្រឡងធ្វើម្ហូបនៅពេលនោះមិនសូវជាមានអីគួរចាប់អារម្មណ៍ទេយើងគ្រាន់តែដឹងថាសានជីគឺជាអ្នកឈ្នះទៅបានហើយបន្ទាប់មកពួកគេបានសាយរង្វាន់ធំដែលជាត្រីដំរីត្រឡប់ទៅកាន់ទូកវិញហើយនៅតាមផ្លូវណាមីមើលដឹងថាចិត្តកាត់ព្យុះហើយអញ្ចឹងពួកគេត្រូវប្រញាប់បន្តិចងាកទៅមើល Luffy ហើយនិង Zoro វិញពេលពួកគេកំពុងតែដើរសុកស្រាប់តែខ្យល់បក់មួករបស់ Luffy ប៉ានទៅឆ្ងាយហើយនៅពេលនោះ Luffy បានរត់តាមរើសមុខគាត់វិញរហូតដល់ទីលានប្រហារជីវិត Gold Roger ទីបំផុត Luffy បានឡើងទៅដល់លើវេទិកាប្រហារជីវិតហើយបានមើលឃើញទស្សនភាពដែល Gold Roger បានឃើញមុនពេលគាត់ស្លាប់ប៉ុន្តែមិនយូរប៉ុន្មានមានមន្ត្រីនគរបាលម្នាក់មើលឃើញគាត់ហើយស្រែកគំរាមគាត់តាមមេក្រូឲ្យបញ្ញាប់ចុះមកវិញរួចចាំបាច់គំរាមពេលសុំគេធ្វើអីមួយនិយាយឲ្យព្រោះស្ដាប់តិចមកបន្តមកនៅសុកស្រាប់តែមន្ត្រីនគរបាលម្នាក់នោះត្រូវបានស្រីស្អាតម្នាក់ប្រើដបងបន្លាវាយឲ្យស្លាប់ស្រីស្អាតម្នាក់នោះស្គាល់ Luffy ច្បាស់ណាស់ហើយនាងនិយាយថា Luffy នឹងធ្លាប់ធ្វើខុសចំពោះនាងទៀតយីច្រឡំមនុស្សអីចាតាមពិតមិនមែនច្រឡំទេស្រីស្អាតម្នាក់នោះគឺ Alvida ដែលកាលពីមុននាងកំមាប់ហើយត្រូវបាន Luffy ដាល់ចំក្បាលពោះម្ដាយឃ្លាតទៅយ៉ាងឆ្ងាយមូលហេតុដែលពេលនេះនាងស្គមហើយស្អាតគឺដោយសារតែនាងបានញ៉ាំផ្លែឈើពិសេសមួយដែលមានឈ្មោះថា Smooth Fruit ផ្លែឈើនោះមិនត្រឹមតែធ្វើឲ្យនាងស្អាតទេថែមទាំងធ្វើឲ្យរាងកាយរបស់នាងរអិលរបស់អីក៏មិនអាចប៉ះខ្លួនរបស់នាងបានដែរហើយនៅពេលនេះនាងបានរួមគ្នាជាមួយក្រុមរបស់បាគីដើម្បីតាមសងសឹក Luffyគ្រាន់តែបាគីទៅដល់ទីនោះភ្លាមប្រជាជននាំគ្នាខ្លាចគាត់ហើយផ្អើលរត់អស់ពេលនោះផងដែរកូនចៅរបស់បាគីម្នាក់ឈ្មោះខាបាជីបានលួចទៅដាក់អន្ទាក់ Luffy ជាប់ក្នុងពេលជាមួយគ្នាព័ត៌មានដែលថាក្រុមចៅសមុទ្របានទៅជុំគ្នានៅទីលានប្រហារជីវិតបានដឹងទៅដល់ Captain Smoker ហើយគាត់បានដាក់បញ្ជាឲ្យកងម៉ារីនទាំងអស់ឡោមព័ទ្ធពួកគេទាំងផ្លូវទឹកនិងផ្លូវគោកធ្វើយ៉ាងណាកុំឲ្យពួកគេគេចខ្លួនបានឲ្យសោះចំណែកក្រុមរបស់ Luffy ក៏បានដឹងរឿងនេះដែរហើយ Zoro និង Sanji ក៏ប្រញាប់ចេញទៅជួយ Luffy និយាយពី Luffy វិញពេលនេះបាគីកំពុងតែរៀបចំប្រហារជីវិតគាត់ហើយ Captain Smoker កំពុងតែឈរមើលពីចម្ងាយមិនទាន់លូកដៃអីទេគាត់ទុកឲ្យក្រុមចៅសមុទ្រឆ្លោះកាប់ចាក់គ្នាអស់ចិត្តសិនចាំគាត់ចូលទៅបិទគូតតាមក្រោយកុំឲ្យខាតបន្តមក Zoro ហើយនៅ Sanji ក៏បានទៅដល់ហើយ Luffy សប្បាយចិត្តណាស់ក៏បានស្រែកហៅឈ្មោះពួកគេពេលឮអញ្ចឹង Tatsuki ទុំដឹងថាមនុស្សដែលនាងជួបព្រឹកមិញហ្នឹងតាមពិតគឺ Zoro នៅពេលនោះ Zoro ហើយនៅ Sanji បានសម្រុកចូលទៅជួយ Luffy តែដូចជាមិនទាន់ពេលទេប៉ុន្តែទោះជាអញ្ចឹងក៏ដោយក៏ Luffy នៅតែស្ញាញ់ចេញទៀតធ្វើ Captain Smoker ភ្ញាក់ផ្អើលណាស់គិតថា Luffy ហ្នឹងដូច Gold Roger ព្រឹត្តិការណ៍បន្តទៀតពិតជាមិនគួរឲ្យជឿសោះនៅពេលនោះរន្ទះបានបាញ់ត្រូវបាគីជួយសង្គ្រោះ Luffy ឲ្យរួចផុតពីស្លាប់បន្តមក Captain Smoker បានបញ្ជាឲ្យកងម៉ារីនរបស់គាត់ចូលទៅឡោមព័ទ្ធចាប់ពួកគេហើយមិនអាចនៅយូរបានទៀតទេក្រុមរបស់ Luffy ក៏បានវាយដំណោះខ្លួនចេញពីទីនោះសម្ដៅទៅកាន់ទូករបស់ពួកគេវិញចំណែកក្រុមរបស់បាគីហើយនិង Alvida ត្រូវបាន Captain Smoker ចាប់បានទាំងអស់ Captain Smoker ក៏ធ្លាប់បានញ៉ាំផ្លែឈើពិសេសមួយដែរដែលគេហៅថា Plum Fruit ហ្នឹងជួយឲ្យ Captain Smoker ប្រើខ្លួនរបស់គាត់ទៅជាផ្សែងបានបន្តមកគេបានកាត់ទៅមើលកូនចៅរបស់បាគីម្នាក់ទៀតឈ្មោះ Mochi ហើយនៅសាតារបស់គាត់ឈ្មោះ Richie Mochi កំពុងតែព្យាយាមប្រើឈើគូសដើម្បីដុតទូករបស់ Luffy ចោលតែចៃដន្យនៅពេលនោះមេឃភ្លៀងខ្លាំងឈើគូសឆេះហើយក៏លុតវិញភ្លាមចំណែកតោ Richie ក៏កំពុងតែឃ្លានខ្លាំងដែរគ្មានអារម្មណ៍ធ្វើការទេបន្តមកទៀត Nami ហើយនៅ Usopp បានទៅដល់ហើយ Mochi បានបញ្ជាឲ្យតោ Richie របស់គាត់ទៅចាត់ការពួកគេពេលនោះ Usopp បានទាញយកពងទាមួយគ្រាប់ទៅបាញ់តោ Richie តែដោយសារតែទឹកភ្លៀងធ្វើគាត់រអិលដៃពងទានោះក៏បានធ្លាក់ទៅលើដីចៃដន្យតោ Richie កំពុងតែឃ្លានខ្លាំងផងស៊ីសិនចាំធ្វើការទៀតបន្តិចក្រោយមកកងបរិញ្ញាមួយក្រុមតូចបានទៅដល់ទីនោះហើយបានបើកការបាញ់ប្រហារទៅលើពួកគេក្នុងពេលជាមួយគ្នា Luffy Sanji ហើយនិង Zoro ក៏កំពុងតែរត់ចេញពីក្រុងផងដែរនៅពេលនោះ Tatsuki បានមកស្ទាក់ដំណើរពួកគេហើយនាងខឹង Zoro ខ្លាំងណាស់ដែលកុហកនាងប៉ុន្តែ Zoro បានប្រកែកថាគាត់មិនបានកុហកទេមកពីនាងមិនដែលសួរឈ្មោះគាត់តែប៉ុណ្ណោះទោះជាយ៉ាងណា Tatsuki មិនឲ្យ Zoro រួចខ្លួនទេហើយពួកគេក៏បានប៉ះទង្គិចគ្នាពេលនោះ Sanji ដែលតែងតែកាន់ជើងខាងស្រីបានព្រមាន Zoro ថាបើសិនជា Zoro ហ៊ានធ្វើអីនាងច្បាស់ជាដឹងគ្នាជាមួយគាត់ហើយការប្រយុទ្ធគ្នារវាង Tatsuki ហើយនិង Zoro នៅពេលនោះគឺ Zoro ជាអ្នកឈ្នះប៉ុន្តែ Zoro មិនបានធ្វើអី Tatsuki ទេធ្វើឲ្យ Tatsuki កាន់តែខឹង Zoro ថែមទៀតពេលនោះនាងសួរ Zoro ថាមកពីនាងជាស្រីមែនបាន Zoro លើកលែងឲ្យនាងហើយអាការអន់ចិត្តថាខ្លួនឯងជាស្រីនឹងក៏ដូចគ្រូអ៊ីណាទៀតយើងតាមទៅមើល Luffy ហើយនិង Sanji វិញពេលពួកគេរត់បានមកស្ទុះទៀតស្រាប់តែបានជួបជាមួយនឹង Captain Smoker នៅពេលនោះ Captain Smoker នៅតែប្រើភាសាដដែលនិយាយទៅកាន់ Luffy ថាបើចង់ចូលទៅ Grand Line ត្រូវរំលងគាត់សិនដល់ពេលអញ្ចឹង Luffy អត់មានជម្រើសទេក៏ឲ្យ Sanji ទៅមុនទោះគាត់ទប់ទល់ជាមួយ Captain Smoker តែម្នាក់ឯងត្រឡប់ទៅមើល Nami ហើយនៅ Usopp វិញបន្តិចពេលនេះពួកគេបានឡើងទូកហើយក៏ម្រិនកំពុងតែសម្រុកបាញ់ទៅកាន់ទូករបស់ពួកគេសំណាងដែរដែលពេលនោះមានអាឡូកធំជួយរុញទូកគេចពីគ្រាប់
បន្ទាប់មកមិនអាចនៅនឹងបានទៀតទេណៃមីក៏បានចេញទុកទៅឲ្យឆ្ងាយបន្តិចដើម្បីកុំឲ្យកងមរៀនបាញ់ពន្លិចហើយនៅពេលនោះផងដែរសានជីក៏បានរត់ទៅដល់តែក៏ត្រូវបានឡោមព័ទ្ធដោយកងមរៀនជាច្រើនឃើញចឹងអ៊ូសក៏បានលោតចុះទៅក្នុងទឹកដើម្បីជួយបាញ់ការពារសានជីពេលនេះយើងត្រឡប់ទៅមើលការប្រយុទ្ធរវាង Luffy ហើយនិង Captain Smoker វិញតាំងពីដើមមកយើងមិនដែលឃើញ Luffy វាយចាញ់គេទេតែនៅពេលនេះ Luffy បានខំប្រឹងអស់សមត្ថភាពដែរតែមិនអាចធ្វើអី Captain Smoker បានសោះព្រោះពេល Luffy វាយត្រូវ Captain Smoker ដោយវាយត្រូវផ្សែងអញ្ចឹងនៅពេលនោះ Captain Smoker បានចាប់ Luffy សង្កត់ក្បាលជាប់កាប់មុខទៅដីហើយនៅពេលដែលគាត់រៀបចំដកដៃចាត់ការ Luffy ចោលស្រាប់តែមានបរិយាអាកម្មាម្នាក់មកចាប់ដៃគាត់ជាប់បន្តមកទៀតក្នុងពេលជាមួយគ្នាស្រាប់តែមានខ្យល់ព្យុះយ៉ាងធំបក់បោកចូលទៅក្នុងទីក្រុងបណ្ដាឲ្យប៉ាងចាត់ខ្ចាយទាំងមនុស្សទាំងអីវ៉ាន់ហើយក្នុងចំណោមនោះក្រុមរបស់ Baki ក៏បានរួចខ្លួនផងដែរពេលព្យុះស្ងប់ទៅវិញចៃដន្យទៀតហើយក្រុមរបស់ Luffy ត្រូវបានខ្យល់បក់ទៅជុំគ្នាពេលនោះ Nami បានចេញទូកទៅឆ្ងាយគួរសមហើយដើម្បីអាចឡើងទូកបាន Luffy បានប្រើខ្លួនឯងយិតជាជំពាមចាប់គ្នារបស់គាត់ទាំងអស់ហោះឡើងទៅលើទូកបន្ទាប់ពីក្រុមរបស់ Luffy ចេញទៅបាន Captain Smoker បានហៅបរិយាអាកម្មាម្នាក់ដែលជួយ Luffy នឹងថា Dragon ឈ្មោះពេញរបស់គាត់គឺ Monkey D Dragon ដែលជាប៉ាបង្កើតរបស់ Luffy តាំងពីកើតមក Luffy អត់ដែលដឹងថាប៉ាគាត់ជានរណាទេព្រោះពីតូចមកក៏នៅតែជាមួយលោកតារបស់គាត់ប៉ុន្មានថ្ងៃក្រោយមកក្រុមរបស់ Luffy បានធ្វើដំណើរទៅដល់ Reverse Mountain ដែលជាច្រកចូលទៅកាន់ Grand Line នៅទីនោះពួកគេបានឃើញភ្នំមួយយ៉ាងខ្ពស់កប់ពពកហើយទឹកនៅតំបន់នោះមានចរន្តខ្លាំងណាស់អាចរុញទូករបស់ពួកគេឡើងទៅលើភ្នំបានបន្ទាប់ពីឡើងដល់កំពូលហើយទូករបស់ពួកគេត្រូវចុះទៅវិញដើម្បីចូលតំបន់ Grand Line ពេលចុះទៅជិតដល់ក្រោមពួកគេបានឃើញត្រីបលែនយ៉ាងធំមួយនៅចំពីមុខពួកគេហើយបន្តិចក្រោយមកស្រាប់តែត្រីបលែននោះបានហាមាត់លេបទូករបស់ពួកគេចូលទៅក្នុងពោះនៅពេលនោះ Luffy តោងអត់យកក៏ធ្លាក់ពីទូករបស់គាត់បែកពីក្រុមទៅតែម្នាក់ឯងចំណែកទូករបស់ពួកគេក៏បានដែលទៅសែតទៅដល់ផ្ទះមួយវាចម្លែកខ្លាំងណាស់ដែលនៅក្នុងពោះរបស់ត្រីបលែននោះមានមនុស្សរស់នៅពេលនោះក៏មានមឹកយក្សមួយបានចេញមកចង់វាយប្រហារទូករបស់ពួកគេតែមឹកនោះត្រូវបានមនុស្សនៅក្នុងផ្ទះបាញ់សម្លាប់ចោលភ្លាមអ្នកដែលបាញ់គឺអ៊ំចាស់ម្នាក់ឈ្មោះ Crocus ដំបូងឡើយអ៊ូសបចង់ប្រើកាភ្លើងធំគម្រាមបាញ់គាត់ដោយសារតែលោកអ៊ំ Crocus មើលទៅដូចកាចពេកហើយលោកអ៊ំ Crocus បាននិយាយលេងបែបកំ pl ែងស្ងួតថាសាកបាញ់មើលគាត់ងាប់ឲ្យមើលនៅពេលនោះលោកអ៊ំ Crocus បានប្រាប់ពួកគេថាមិនបាច់ភ័យទេនៅក្នុងពោះត្រីហ្នឹងមានផ្លូវចេញទៅវិញបន្តិចក្រោយមកស្រាប់តែមានការរំជួយយ៉ាងខ្លាំងដែលវាបណ្ដាលមកពីត្រីបាឡានយកក្បាលរបស់វាទៅជួលជាមួយនឹងច្រាំងនៅពេលនោះលោកអ៊ំ Crocus ក៏បញ្ញាប់ឡើងទៅបន្ទប់មួយដើម្បីជួយចាក់ថ្នាំរងាប់អារម្មណ៍ឲ្យត្រីបាឡែនក្នុងពេលជាមួយគ្នាការរំជួយនោះបានធ្វើឲ្យ Luffy ហើយនិងមនុស្ស2នាក់ទៀតធ្លាក់ចូលទៅក្នុងទឹកមិនដឹងថាពួកគាត់ធ្លាក់មកពីណាទេបន្ទាប់ពីស្រង់ពួកគេឡើងមកដល់លើទូកវិញស្រាប់តែមនុស្ស2នាក់នោះបានទាញកំភ្លើងចង់បាញ់សម្លាប់ត្រីបាឡែនពីខាងក្នុងតែលោកអ៊ំ Crocus បានលោតយកខ្លួនទៅរងពេលឃើញចឹង Luffy មានអារម្មណ៍ថា2នាក់ហ្នឹងជាមនុស្សអាក្រក់ក៏វាយពួកគេឲ្យស្លាប់បន្ទាប់មកលោកអ៊ំ Crocus បានប្រាប់ក្រុមរបស់ Luffy ថា2នាក់នោះម្នាក់ស្រីឈ្មោះ Wednesday ចំណែកម្នាក់ប្រុសឈ្មោះ Mr. Nine ពួកគេចង់សម្លាប់ត្រីបាឡែនដើម្បីយកសាច់ទៅចិញ្ចឹមអ្នកភូមិពួកគេដែលយ៉ាងហោចណាស់ក៏បាន2-3ឆ្នាំដែរចំណែកគាត់វិញជាអ្នកការពារត្រីបាឡែនមួយនឹងគាត់បានហៅត្រីបាឡែននោះថា Laboon លោកអ៊ំ Crocus បាននិយាយពីប្រវត្តិរបស់ត្រីបាឡែននោះថាកាលពីជាង50ឆ្នាំមុនគាត់ធ្វើការមើលថែផ្ទះពន្លឺនៅជិតៗហ្នឹងហើយគាត់បានឃើញចៅសមុទ្រមួយក្រុមមកពីសមុទ្រខាងលិចហើយ Laboon ដែលកាលនោះនៅតូចនៅឡើយក៏បានហែមកតាមទូករបស់ពួកគេផងដែរធម្មតាសត្វត្រីបាឡែនគឺជាសត្វដែលរស់នៅតាមគ្រួសារហើយនឹងហ្វូងរបស់វាអញ្ចឹងការដែលវាហែមកតាមក្រុមចៅសមុទ្រហ្នឹងគឺដោយសារតែវាចាត់ទុកក្រុមចៅសមុទ្រហ្នឹងគឺជាគ្រួសាររបស់វាក្រុមចៅសមុទ្រនោះគឺជាក្រុមមនុស្សល្អទេហើយលោកអ៊ំ Crocus ក៏បានរាប់អានជាមួយពួកគេផងដែរថ្ងៃមួយនៅពេលដែលពួកគេរៀបចំចេញទូទៅតំបន់ Grand Line មេក្រុមចៅសមុទ្រនោះក៏បានពឹងឲ្យលោកអ៊ំ Crocus ជួយមើលថែ Laboon រយៈពេល 2-3 ឆ្នាំដោយសន្យាថាគាត់នឹងត្រឡប់មកវិញប៉ុន្តែ Laboon ចាំពួកគេរយៈពេល50ឆ្នាំហើយអត់ឃើញពួកគេមកវិញសោះបន្ទាប់មកនៅពេលដែលពួកគេបរទូកចេញពីក្នុងពោះរបស់ត្រីបាឡែនមកវិញលោកអ៊ំ Crocus បាននិយាយទៀតថាគាត់ឮថាក្រុមចៅសមុទ្រអស់នោះបែកបាក់គ្នាអស់ហើយអត់វិលត្រឡប់មករក Laboon វិញទេគាត់ធ្លាប់និយាយរឿងហ្នឹងប្រាប់ Laboon តាំងពីយូរហើយដែរតែ Laboon ទទួលយកអត់បានអញ្ចឹងហើយទៅពេលវា stress ម្ដងវាយកក្បាលទៅជួលជាមួយនឹងច្រាំងដោយសារតែវាគិតថាច្រាំងហ្នឹងគឺជារបាំងខាត់ខាំងក្រុមចៅសមុទ្រមិនឲ្យវិលត្រឡប់មកជួបវានៅពេលនោះ Luffy មិនដឹងគិតអីទេក៏ទៅវាយប្រហារ Laboon ធ្វើឲ្យវាខឹងហើយវាយបកមកវិញការប្រយុទ្ធនៅពេលហ្នឹង Luffy បានប្រាប់ Laboon ថាពួកគេស្មើគ្នាហើយពេលនេះគាត់ត្រូវទៅធ្វើការនៅតំបន់ Grand Line សិនពេលគាត់ត្រឡប់មកវិញពួកគេនៅប្រយុទ្ធគ្នាម្ដងទៀតឲ្យដឹងឈ្នះដឹងចាញ់ហើយដើម្បីជាការសន្យា Luffy បានគូរ logo របស់គាត់នៅលើក្បាលរបស់ Laboon គាត់ប្រាប់ Laboon ថាកុំយកក្បាលទៅចូលជាមួយច្រាំងទៀតប្រយ័ត្នអត់លុប logo របស់គាត់និយាយពី Wednesday ហើយនិង Mr. Nine ពេលដែលក្រុមរបស់ Luffy កំពុងតែរវល់ជាមួយ Laboon ពួកគេបានលួចរត់ប៉ុន្តែនៅពេលនោះ Mr. Nine បានធ្វើជ្រុះបាត់របស់សំខាន់មួយដែលគេហៅថា Lock Post ឧបករណ៍ហ្នឹងគាត់បានជ្រុះនៅលើទូកហើយ Luffy ជាអ្នករើបានបន្ទាប់មកស្រាប់តែគេលឺ Nami បានសែក Lola ដោយសារតែត្រីវិស័យរបស់នាងវិលខ្ញាល់មើលទៅដល់លែងដឹងនៅពេលនោះលោកអ៊ំ Crocus បានប្រាប់នាងថាត្រីវិស័យរបស់នាងអត់ខូចទេគ្រាន់តែវាប្រើនៅក្នុងតំបន់ Grand Line ហ្នឹងអត់បានគាត់ប្រាប់ថានៅក្នុងតំបន់ Grand Line ហ្នឹងកោះនីមួយៗមានដែនម៉ាញេទិករៀងៗខ្លួនដូចមេដែកអញ្ចឹងដើម្បីធ្វើដំណើរពីកោះមួយទៅកោះមួយបានពួកគេត្រូវការឧបករណ៍ម្យ៉ាងដែលគេហៅថា Lock Post ចៃដន្យមុនហ្នឹង Luffy រើបាន Lock Post មួយហើយគាត់បានប្រគល់ឲ្យ Nami នៅពេលដែលពួកគេកំពុងតែរវល់និយាយគ្នានោះ Luffy គិតតែញ៉ាំត្រីដំរីដែលសានជីចំអិនរួចហើយលោកអ៊ំ Crocus បានបន្តទៀតថានៅក្នុងតំបន់ Grand Line ហ្នឹងចំណុចចាប់ផ្ដើមវាមានច្រើនប៉ុន្តែគោលដៅចុងក្រោយរបស់ពួកគេគឺកោះមួយឈ្មោះ Raftel ហើយក្រៅពីស្ដេចចៅសមុទ្រ Goroch ជើកមិនទាន់មានក្រុមចៅសមុទ្រផ្សេងណាទៅដល់កោះនោះទេព
ពេលដែលលោកអ៊ំក្រខិននិយាយចប់ភ្លាម Luffy បានញ៉ាំត្រីដំរីអស់លេងអត់មានទុកឲ្យនរណាញ៉ាំទេព្រោះវាឆ្ងាញ់ពេកពេលនោះសានជីខឹងជាមួយ Luffy ណាក៏ទាត់ Luffy មួយជើងប៉ានទៅបុកឡុក post របស់ Nami បែកខ្ទេចដល់ទៅពេល Nami ខឹងវិញនាងបានទាត់ទាំង Luffy ហើយនិងសានជីធ្លាក់ចូលទឹកទាំងអស់គ្នាលោកអ៊ំក្រខិនប្រាប់ Nami ថាមិនបាច់ព្រួយបារម្ភទេគាត់នឹងឲ្យ lock post របស់គាត់ទៅនាងបន្ទាប់មកឡាប៊ូនបានជួយពួកគេឲ្យឡើងពីទឹកមកវិញដោយទាំង Wednesday ហើយនិង Mr. 9 ផងដែរនៅពេលនោះ Wednesday ហើយនិង Mr. 9 បានសុំបបក្រុមរបស់ Luffy ជួយជូនពួកគេទៅផ្ទះវិញដែលមានទីតាំងនៅទីក្រុងមួយឈ្មោះ Whiskey Peak ហើយលោកអ៊ំក្រខិនក៏បានហាមក្រុមរបស់ Luffy ថាកុំជឿពីរនាក់នឹងអីព្រោះពីរនាក់នឹងល្បិចច្រើនណាស់ប៉ុន្តែនៅពេលនោះ Luffy អត់បានគិតអីច្រើនទេក៏ព្រមជួយពួកគេអញ្ចឹងគោលដៅបន្តទៀតគឺទីក្រុង Whiskey Peak នៅក្នុងតំបន់ Grand Line សម្រាប់រឿងនេះផងដែរខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាយល់ថារឿងនេះល្អមើលសូមកុំភ្លេចជួយចុច like ហើយនិង comment ម្នាក់មួយផងព្រមជាមួយគ្នាសូមកុំភ្លេចសម្រាប់អ្នកដែលមិនទាន់បាន subscribe channel មនោចរណៃទេក៏សូមជួយ subscribe ម្នាក់មួយហើយជួយចុចរូបកណ្ដឹងនិងរើសយក all ផងសូមអរគុណម្ដងទៀតនិងសូមជូនពរសុខភាពល្អអនាគតបបររុងរឿង